Chị Vong xongគ្រប់ជំសួរលោកគ្រូនិងសួស្តីអ្នកនរគ្នាឥឡូវខ្ញុំនឹងធ្វើការបង្ហាញពីរបៀប set up Ubuntu server នៅលើ VMware អញ្ចឹងមុនយើងធ្វើការ set up Ubuntu server នៅលើ VMware គឺយើងត្រូវមានពីរគឺទីមួយគឺ virtual machine VMware ទីពីរគឺ file ISO របស់ Ubuntu server ដែលយើងនឹងធ្វើការដំឡើងនៅលើ VMware អញ្ចឹងមុនយើងធ្វើការដំឡើង Ubuntu server គឺយើងត្រូវចូលមកកាន់ VMware ជាមុនសិនដើម្បីបង្កើតនៅ virtual machine ថ្មីអញ្ចឹងចុចទៅនេះ Next ត្រង់កន្លែងនេះគឺយើងយក Linux នៅត្រង់កន្លែង version នេះគឺយើងយក Linux 64 bit យើងយក next កន្លែងនេះយើងចង់ដាក់ឈ្មោះអីក៏បាននៅកន្លែង location នេះគឺយើងត្រូវធ្វើការដាក់នៅទីតាំងមួយឲ្យបានច្បាស់លាស់ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងឬក៏យើងចង់ធ្វើការលុបនៅថ្ងៃក្រោយទៀតគឺវាមិនប៉ះពាល់ដល់ file ផ្សេងទៀតចា៎ឥឡូវខ្ញុំធ្វើការបង្កើតនៅ folder ថ្មីមួយថ្មី Unix ត្រង់កន្លែងនេះគឺវាដាក់ថា maximum disk size 20G អញ្ចឹងវាស៊ីតិចមែនតើអញ្ចឹងយក 60G ចុះ Finish គេតទៅឥឡូវយើងឃើញថាUbuntu server របស់យើងគឺ Ubuntu ដែលជាប្រើអញ្ចឹងយើងធ្វើការ custom ទៅលើរបស់យើងគឺនៅត្រង់កន្លែងនេះគឺយើងធ្វើការជ្រើសរើសយក ISO កន្លែងនេះជា ISO មិនមែនគឺយើង browser ទៅរកfile ISO ដែលយើងទុកនៅក្នុងទីតាំង folder ណាមួយហ្នឹងអូខេចុចទីមកទៅទៀតនៅត្រង់កន្លែងនេះnetwork នេះគឺយើងមិនកុំតន់ដាក់ដោយសារតែកាលណាយើងភ្ជាប់ network ឲ្យ OS របស់យើងមាន network ទៅចឹងហើយការ boot របស់វាគឺចំណាយពេលយូរចឹងហើយចាំយើង boot ហើយចាំយើងភ្ជាប់ network វាសារជាថ្មីហ្នឹងវិធីសាស្ត្រលឿនយើងដក network adapter សិនអូខេហើយវាទំហំ spec ហ្នឹងគឺថាវាស័ក្តិសមចឹងយើងចាប់ផ្ដើមធ្វើការ boot ហើយត្រង់កន្លែងហ្នឹងគឺយើងយកខាងលើគេមកគឺ try or install Ubuntu server អូខេ enter ចឹងក្នុងការ install ឬក៏ set up Ubuntu server គឺយើងទាមទារឲ្យយើងប្រើ arrow key គឺយើងប្រើម៉ៅចុចអីអត់បានទេវាដូចជា Windows ពពួក Microsoft Windows ដែលយើងប្រើប្រចាំថ្ងៃទេឥឡូវនេះយើងធ្វើការជ្រើសរើសភាសា enter មកដានមកអូខេបន្តទៀតគឺពីដានមកហើយនេះយើង continue without network យកដានទៀតមកអូខេដានចុចដានទៅមកដាន use ក្នុងយើងយក arrow key អញ្ចឹងយើង arrow key ចុងក្រោមអញ្ចឹងយកពាក្យដានដែរឥឡូវនេះគឺយើងកន្លែងយើង custom try ឥឡូវខ្ញុំអត់តចែក try ទេខ្ញុំចាំចែកតាមក្រោយអញ្ចឹងយកដានដែរទៅយក continue ឥឡូវត្រង់កន្លែងគឺយើងអាចធ្វើការដាក់ឈ្មោះបានកន្លែងនេះយើងអាចដាក់បានទាំងអក្សរធំនិងអក្សរតូចអញ្ចឹងដាក់ឈ្មោះខ្ញុំទៅ arrow key អូខេហើយកន្លែងនេះយើងអាចដាក់បានតែអក្សរតូចទេដាក់អក្សរធំមកបានទេញ៉ាំ Linux server កន្លែងនេះគឺកន្លែង user login password កន្លែងនេះគឺយើងចង់ដាក់អីក៏បានទៅ arrow key ចុចខហើយពីតាដានហើយពីតា continue បន្ទាប់នោះយើងធ្វើការ install OpenSSH server គឺដើម្បី remote ទៅប្រើនៅក្នុង command PowerShell របស់ Windows យើងដោយសារតែនៅក្នុង Ubuntu server គឺ Linux command របស់វាគឺវាមានលក្ខណៈតូចវាពិបាកមើលយើងអាច read រួមបានអញ្ចឹងយើងត្រូវប្រើ OpenSSH ដើម្បី remote ទៅកាន់ PowerShell ដោយសារ PowerShell របស់ Windows យើងគឺវាអាច read រួមបានតាមអ្វីដែលយើងចង់បានងាយស្រួលមើលអញ្ចឹងដើម្បីយើង select អាហ្នឹងគឺយើងប្រើ space យើងអាចប្រើ tab បានទេ space
កន្លែងវាអក្សរ x មានថាគឺយើងកំពុងតែជ្រើសរើសយកវាកន្លែង install ដល់វាចាំតិចវាកំពុងតែ install ពេលឥឡូវយើងធ្វើការ reboot វា install ចប់ហើយវាយើងទៅ reboot វាឡើងវិញតទៅទៀតកន្លែងហ្នឹងគឺយើងធ្វើការ enter បាទចាំតិចពេលឥឡូវយើងចាប់ផ្ដើមlogin ចូល room to server របស់យើងដោយប្រើ user login បញ្ចូល password នេះឥឡូវយើងធ្វើការដំឡើងបានជោគជ័យហើយអញ្ចឹងយើងត្រូវការ remote ទៅកាន់ browser ម្ដងអញ្ចឹងដើម្បីធ្វើការ remote ទៅកាន់ browser បានគឺយើងត្រូវការបង្កើត file មួយដើម្បីធ្វើការ config remote file .sh ហើយ extension របស់វាគឺYAML អញ្ចឹងដើម្បីធ្វើការបង្កើត file មួយដើម្បី config .sh ដើម្បីធ្វើការ remote បានគឺត្រូវចូលទៅកាន់ sudo nano ttc vàជ្រើសរើសយក net plan ទៅទៀតនេះត្រូវការដាក់ឈ្មោះ file របស់យើងអញ្ចឹងចំពោះ file យក file ឈ្មោះ ens 33នេះជាឈ្មោះរបស់ម៉ាស៊ីនរបស់យើងអញ្ចឹងចង់ដឹងថាឈ្មោះម៉ាស៊ីនរបស់យើងឈ្មោះអីគឺយើងអាចឆែកបានយើងប្រើ IP addr អញ្ចឹងនេះអញ្ចឹងនេះលេខ2នៅត្រង់លេខ2នេះ ens33អញ្ចឹងយកឈ្មោះ file ឈ្មោះនឹងដែរអញ្ចឹងមើលថាម៉ាស៊ីនយើងមាន IP ហ្នឹងយើងអាច check បានច្រើនរបៀបចឹងសិនបើយើងអត់មាន IP ទេអញ្ចឹងវាអត់បានបោះ IP ឲ្យទេដោយសារយើង disconnect Wi-Fi ហើយឲ្យយើងមានអ៊ីនធឺណិតយើងអាចសាកតែ ping ទៅកាន់អ៊ីនធឺណិតបានគេអាចជួបថាអត់មានអ៊ីនធឺណិតទេអញ្ចឹង IP ក៏អត់ទាន់បោះឲ្យដែរហើយមួយទៀតយើងត្រូវការបង្កើត file មួយដើម្បីជួយការ remote plan ខ្ញុំយកឈ្មោះ file គឺ ens33 អូខេដោយសារយើងធ្វើការ root ទៅកាន់ file ហ្នឹងគឺទាមទារឲ្យបញ្ចូល password អូខេយើងអាចធ្វើការសរសេរបានអញ្ចឹងក្នុងការសរសេរ file ហ្នឹងគឺក្នុងនោះគឺយើងចាប់ផ្ដើមដោយ network 2មក column enter មួយបន្តទៀតយើង tab មួយ version 2ដក clear មួយ version 2មក tab មួយ renderer
phí đỏ clear space mà vẫn network đi okay. Một tiết thẹp cho một tiết Ethernet bên đấy okay. Đúng cho nó Ethernet nó không Ethernet cứ thử thẹp cho nông Ethernet một tiết để sao vì group tập ban group đòi Ethernet và bao nhiêu nữa bên S sang 7 cái chip nó mình thấm cho nó không S nước sang sang 7 cứ mình là bây giờ nó cầu với cứ đi HCP4 theo từng mỗi bạn HCP DHCP4 đó yes ok chính là save chứ là đi cái save với control O enter control X ok chính là apply sudo net plan apply ok giờ lại bàn chụp chạy chứ bây giờ dân config bàn chụp chạy chẳng hay nhưng tôi check IP bao nhiêu mà đọc việc chứ bây giờ check IP cái những bằng sinh những vì mấy bạn bỏ hỏi này host name chẳng là gì chẳng bây giờ hỏi vì bỏ IP áo chẳng dân thử từ ca từ top job network bao nhiêu mình bạn setting chụp lên network adapter connect tiếp đánh bằng tiếp ok nơi đấy tao nói đấy cái nơi đấy chắc tôi bật hay bật sao với bật hay bật sao tiếp sật down sẵn hay chẳng bật bên sao tiếp bây giờ chúng ta login sao chỉ mấy ok cho anh lỡ check IP sao mấy cái lỡ bạn IP hết chẳng dần với những bạn IP hết chẳng những chúng ta remote SX bán trên châu mà PowerShell của Windows mà PowerShell run administrator nhé cho vậy thôi cái remote SX bán chẳng như tới quay nó command SX tổng một tiết user dùng dùng server những có những add IP chứ mình vào cái remote bán những thật sự pin xem tại vì score kia với budget rồi sample IP bao nhiêu mà rồi copy rồi không bấy double rồi sample string ok let's go lấy chỉ là check remote bán chứ bây giờ remote ra sh user user dừng login cho YouTube server bao nhiêu nữa đúng không add ok mình give it yes cho password ok lấy những remote bán chọc chơi ấy ok này ok những remote bán chọc chơi ấy cần PowerShell chẳng chỉ trong job xong còn group